បាទសូមគោរពជំរាបសួរប្រិយមិត្តជាទីមេត្រីបាទនៅខណៈពេលវេលានេះដែរខ្ញុំបាទសូមជម្រាបជូននូវព័ត៌មានដែលព័ត៌មានទី1នេះគឺមានចំណងជើងថាដោយទឹកចិត្តជ្រះថ្លាញាតិញោមពុទ្ធបរិស័ទអញ្ជើញមកកាន់វត្តព្រៃថ្មីដើម្បីមកថ្វាយបង្គំកូននេនតូសីហានិងជួយសម្រេចបំណងរបស់កូននេនតូសីហាផងដែរដោយដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថាកូននេនតូសីហាមានបំណងដ៏មុតមមមួយគឺការកសាងនៅព្រះវិហារសម្រាប់ញាតិញោមពុទ្ធបរិស័ទធ្វើបុណ្យទានដែលមកដល់សប្តាហ៍ថ្ងៃនេះវត្តព្រៃថ្មីកំពុងតែដំណើរការសាងសង់ដូចជាការបិទក្បាច់នៅលើជញ្ជាំងព្រះវិហារសសរក៏ដូចជាការគូរគំនូរជាដើមហើយរហូតមកដល់ពេលនេះព្រះវិហារគឺដំណើរការសាងសង់បានប្រមាណជា 60% ហើយតាមរយៈបំណងដ៏មុតមមរបស់កូននេនតូសីហានេះបងប្អូនប្រជាពុទ្ធបរិស័ទតែងតែចូលរួមនៅក្នុងការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដោយសារតែការអាណិតស្រឡាញ់ចំពោះកូននេនតូចអង្គនេះផងដែរជាក់ស្ដែងកាលពីថ្ងៃម្សិលមិញនេះពោលគឺនៅថ្ងៃពុធ1រោចខែចេសឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី11ខែមិថុនាឆ្នាំ2025នេះមានញាតិញោមពុទ្ធបរិស័ទបានអញ្ជើញមកកាន់វត្តបង្គតបរិយហៅវត្តព្រៃថ្មីដែលស្ថិតនៅភូមិភ្នំតូចឃុំកណ្ដោលស្រុកទឹកឈូនៃទឹកដីខេត្តកំពតដើម្បីប្រគេនបច្ច័យរួមជាមួយនឹងការក្រាបថ្វាយបង្គំចំពោះព្រះតេជគុណព្រះអង្គគ្រូចៅអធិការវត្តក៏ដូចជាកូននេនតូសីហាផងដែរតាមរយៈការសរសេររៀបរាប់របស់ព្រះអង្គឡុងសុភ័ក្រព្រះគ្រូចៅអធិការវត្តព្រៃថ្មីព្រះអង្គបានមានសង្ឃដីកាយ៉ាងដូចនេះថាអាត្មាភាពសូមថ្លែងអំណរអគុណញោមឧបាសិកាគាត់ជីនិងញោមប្រុសវាសនាមកលេងលោកកូនសីហាដោយសេចក្តីជ្រះថ្លាដ៏បរិសុទ្ធចំពោះព្រះពុទ្ធសាសនាវត្តព្រៃថ្មីពិសេសគឺសម្រាប់វត្តនេនតូសីហានេះបងប្អូនប្រជាពុទ្ធបរិស័ទញាតិញោមជាម្ចាស់ទានបានមានប្រសាសន៍ក៏ដូចជាបានសាកសួរសុខទុក្ខចំពោះកូននេនតូសីហាហើយនៅពេលនេះដែរញាតិញោមពុទ្ធបរិស័ទពិតជាមានអារម្មណ៍រំភើបរីករាយសប្បាយក្រៃលែងដោយសារតែបានជួបថ្វាយបង្គំកូននេនតូសីហាដោយផ្ទាល់ជួបព្រះភ័ក្ត្រជាមួយនឹងព្រះអង្គដោយផ្ទាល់ផងដែរជាមួយគ្នានោះដែរក្រោយពីបានឃើញការចែករំលែកពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនញាតិញោមពុទ្ធបរិស័ទចំពោះនេនតូចប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមពិសេសអ្នកគាំទ្រអាណិតស្រឡាញ់នេនតូសីហាបានសម្ដែងនូវក្តីជ្រះថ្លាអនុមោទនានៅបុណ្យកុសលដ៏ប្រពៃរបស់ម្ចាស់ទានហើយបងប្អូនមួយចំនួនទៀតបានសម្ដែងនៅអារម្មណ៍រំភើបត្រេកអរសប្បាយរីករាយដែលមានបងប្អូនប្រជាពុទ្ធបរិស័ទជាពិសេសបានអញ្ជើញមកកាន់វត្តព្រៃថ្មីដើម្បីជួយសម្រេចបំណងដ៏ប្រពៃរបស់កូននេនតូសីហានៅក្នុងការកសាងព្រះវិហារមួយនេះនិងបានសំណូមពរដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសបន្តជួយដល់ការកសាងព្រះវិហារមួយនេះជាបន្តទៀតដើម្បីឲ្យការកសាងព្រះវិហារនេះកាន់តែឆាប់រួចរាល់ទៀតផងដែរបាទសម្រាប់អត្ថបទព័ត៌មានមួយទៀតគឺមានចំណងជើងថាក្រុមប្រឹក្សាស្នើរដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការចំពោះក្មេងទំនើងដែលបំពាក់បំពង់ស៊ីម៉ាំងធំបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តចាត់វិធានការចំពោះក្មេងទំនើងដែលបំពាក់បំពង់ស៊ីម៉ាំងធំបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញការស្នើសុំបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2025នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី13របស់ក្រុមប្រឹក្សារាជធានីភ្នំពេញឆ្នាំទី1អាណត្តិទី4ក្រោមអធិបតីភាពឯកឧត្តម ម៉ប សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ
ក្នុងនោះដែរសមាជិកក្រុមប្រឹក្សានិងឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយចិត្តក្នុងការកសាងអភិវឌ្ឍរាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឲ្យបទល្មើសនៅក្នុងខែឧសភាកន្លងមកនេះមានការថយចុះពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន37លើកលើ49លើកថយចុះចំនួន12លើកក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីទាក់ទងទៅនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃដោយប្រើប្រាស់យន្តការទ្វេភាគីការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជាការឆ្លើយតបក្នុងកិច្ចប្រជុំនោះឯកឧត្តមខួងស្រេងបានមានប្រសាសន៍លើកឡើងថាពាក់ព័ន្ធនឹងការបំពងសម្លេងស៊ីម៉ាំងម៉ូតូឡានរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះច្រើនហើយប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមជាអាជ្ញាធររាជធានីភ្នំពេញយើងនឹងមានវិធានការចំពោះការបំពងសម្លេងរំខានដោយស៊ីម៉ាំងម៉ូតូនិងរថយន្តទាំងនេះការងារចំពោះមុខយើងត្រូវបង្កើននូវការផ្សព្វផ្សាយដើម្បីឲ្យពួកគាត់យល់ដឹងពីការរំខានដោយសម្លេងស៊ីម៉ាំងម៉ូតូឡានទាំងនេះជាមួយគ្នានោះឯកឧត្តមខួងស្រេងក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិតបង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ដោយផ្សព្វផ្សាយអប់រំឲ្យច្រើនជាងការផាកពិន័យអភិបាលរាជធានីភ្នំពេញបានបន្តថាពាក់ព័ន្ធទៅនឹងសំណល់រឹងសម្រាមនៅក្នុងរាជធានីភ្នំពេញបើទោះបីជាការដឹកជញ្ជូនការប្រមូលទុកដាក់សម្រាមមានភាពល្អប្រសើរហើយក្តីប៉ុន្តែយើងនៅមានបញ្ហាចន្លោះប្រហោងខ្លះហើយយើងត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយគ្នានោះឯកឧត្តមខួងស្រេងក៏បានធ្វើការអំពាវនាវឲ្យមន្ត្រីរាជការទាំងអស់សូមលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារព្រំដែនតាមរយៈការជួយឧបត្ថម្ភជាថវិកាគ្រឿងឧបភោគបរិភោគជូនពួកគាត់ទោះតិចក្តីឬច្រើនក្តីបន្ថែមលើពីនេះឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ត្រីខានសង្កាត់អង្គភាពនានាជួយសៀភេករបស់ថ្នាក់ដឹកនាំរបស់យើងឲ្យបានគ្រប់គ្នាដូចជាភេករបស់សម្ដេចតេជោហ៊ុនសែនភេករបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើមដើម្បីបង្ហាញឲ្យឃើញពីទឹកចិត្តរួមគ្នាដើម្បីជាតិតែមួយ